Rương Pratrai bị đọ phía mùi tó Tùm pô mười rồi mà phấy Preh mô gạ lì bọt tạ tè sạch thế Mình nì môn mốt Preh thôm mà cả thắc Nâng ả mát tiếng nô Từ hơi bàn prap pratera thà Parichia tra oi rok lok mà chá Đôi chné Pratera mình pro mốc xôm bay lực tí phí Parichia có ban riêng trong bánh chun thom mà cả thật bầm bay ống nâng ả mát bầm bay nẹ đại miên bò đi và mà nẹ mùi pon từ đôi prap thả lục chẳng lái chôl bật pratera nô thả bò bật lục mày cha Parichia tra oi rok hơi nị môn pratera mốc Preh thom mà cả thật nâng ả mát tiếng nô bàn prap Preh thera đôi Preh Richia trong prap nô ảnh xung bay lực tí pi Preh thera có mình mốc Parichia tra xua Preh thera tiếng lại thả bó bật lục mà chá nhôm ban bình chun tụt đo từ pi đòn hơi Pro hạt vấy tơ Preh thera mình mốc Preh thera tiếng lại phai prapot hạp mà hà bó bật đại lục mình mốc nô Pro tụt tiếng nô prap lục thả Parichia tra oi rok tai bờ tụt tiếng nô prap lục dạng này thả bó bật lục mà cha Preh Sasna vị ni antarai xôm lục mà cha meta chia xâm lanhរបស់ពួកខ្ញុំដើម្បីលើកស្ទួយព្រះសាសនាចុះដូច្នេះព្រះថេរៈនឹងក៏បីមកគ្រានោះបរិជាទ្រង់ប្រាប់យ៉ាងនោះហើយទើបរៀបចំបញ្ជូនព្រះធម្មកថា16អង្គនិងអាមាត្យ16នាក់ដែលមានបរិវារម្នាក់1000ទៅទ្រង់បានសាកសួរភិក្ខុទាំងឡាយទៀតថាបបិទ្ធលោកម្ចាស់ព្រះថេរៈចាស់ឬនៅកំឡោះភិក្ខុពិតថាចាស់មហាបបិទ្ធបរិជាសួរថាព្រះថេរៈនោះនឹងឡើងក្រេស្នែងឬលោកម្ចាស់ភិក្ខុទាំងឡាយពិតបឋមៈសមន្តបាសាតិកាទំព័រ121ថាលោកនឹងមិនឡើងទាំងពីរយ៉ាងមហាបពិតបរិជាសួរថាព្រះថេរៈស្នាក់នៅក្នុងទីណាលោកម្ចាស់ភិក្ខុពិតថាត្រង់ស្ទឹងកង្គាភាគខាងជើងមហាបពិតបរិជាទ្រង់ប្រាប់ថាណែបាបើដូច្នោះពួកលោកចូលចងទូកចម្លងហើយអារាធនាឲ្យព្រះថេរៈអង្គុយលើទូកចម្លងនោះឯងរួចរៀបចំការរក្សាត្រង់ច្រាំងទាំងពីរខាងនាំព្រះថេរៈមកចុះពួកភិក្ខុនិងពួកអាមាត្យទៅដល់សំណាក់របស់ព្រះថេរៈហើយបានពិតឲ្យជ្រាបតាមពរាជសាព្រះថេរៈបានស្ដាប់ពរាជសានោះហើយគិតថាអញមកបួសព្រោះហេតុដោយតាំងចិត្តថានឹងស្រោចស្រង់ព្រះសាសនាតាំងអំពីដើមមកដូច្នោះកាលនេះក៏មកដល់អញហើយទើបកាន់យកបន្ទះស្បែកក្រោកឡើងគ្រានោះព្រះរាជាទ្រង់ដាក់ព្រះរាជហឫទ័យហើយថាស្អែកនេះព្រះថេរៈនឹងមកដល់នគរបាដាលីបុត្រដូច្នេះក៏ទ្រង់សុបិនឃើញក្នុងចំណែកនៃរាត្រីមានព្រះសុបិនបែបនេះគឺស្ដេចដំរីសសុតមកស្ទាបអង្អែលព្រះរាជាតាំងអំពីសីស័កហើយបានចាប់ព្រះរាជ
ជាត្រង់ព្រះហស្ថខាងស្ដាំលុះស្អែកឡើងព្រះរាជាបានត្រាស់សួរពួកហោរាដែលជាអ្នកទាយសុបិនថាខ្ញុំយល់សុបិនឃើញបែបនេះនឹងមានអ្វីកើតឡើងដល់ខ្ញុំហោរាអ្នកទាយសុបិនម្នាក់ទូលថ្វាយថាព្រះករុណាជីវិតតម្កល់លើត្បូងព្រះសមណៈដ៏ប្រសើរនឹងចាប់ព្រះអង្គត្រង់ព្រះហស្ថខាងស្ដាំគ្រានោះព្រះរាជាទ្រង់បានជ្រាបដំណឹងថាព្រះថេរៈមកហើយក្នុងខណៈនោះឯងទើបយាងទៅកាន់មាត់ច្រាំងទន្លេកង្គាហើយយាងចុះពីហេរៈនិទានទំព័រ122ទឹកទៅរហូតដល់ព្រះថេរៈក្នុងទឹកមានប្រមាណត្រឹមព្រះជាអនុជង្គង់ហើយបានថ្វាយព្រះហស្ថដល់ព្រះថេរៈដែលកំពុងចុះអំពីទូកព្រះថេរៈបានចាប់ព្រះរាជជាត្រង់ព្រះហស្ថខាងស្ដាំហើយពួករាជបុរសកាន់ដាវឃើញកិរិយានោះហើយក៏ដកដាវអំពីស្រោមដោយគិតថាពួកយើងនឹងកាត់ក្បាលរបស់ព្រះថេរៈឲ្យដាច់ទៅដូច្នេះសួរថាព្រោះហេតុអ្វីឆ្លើយថាព្រោះបានឮថាក្នុងរាជត្រកូលមានទំនៀមថាបុគ្គលណាចាប់ព្រះរាជាត្រង់ដៃរាជបុរសក៏បីយកដាវកាត់ក្បាលរបស់បុគ្គលនោះឲ្យដាច់ទៅព្រះរាជាទតឃើញស្រមោលដាវប៉ុណ្ណោះទ្រង់ក៏បញ្ជាថាកាលមុនយើងជួបការមិនសប្បាយចិត្តព្រោះហេតុដែលធ្វើខុសក្នុងភិក្ខុទាំងឡាយពួកអ្នកកុំធ្វើខុសក្នុងព្រះថេរៈឡើយសួរថាព្រោះហេតុអ្វីទើបព្រះថេរៈចាប់ព្រះរាជាទ្រង់ព្រះហស្ថឆ្លើយថាព្រោះព្រះថេរៈនោះព្រះរាជាឲ្យអារាធនាដើម្បីត្រាស់សួរបញ្ហាដូច្នោះព្រះថេរៈដាក់ចិត្តថាព្រះរាជាអង្គនេះជាកូនសិស្សរបស់អញទើបបានចាប់ព្រះរាជាទ្រង់នាំព្រះថេរៈទៅកាន់ព្រះរាជឧទ្យានរបស់ព្រះអង្គហើយទ្រង់បញ្ជាឲ្យរៀបចំការរក្សាដោយជុំវិញអំពីខាងក្រៅរហូតដល់3ជាន់ចំណែកខ្លួនព្រះអង្គទ្រង់ក៏លាងជើងព្រះថេរៈហើយលាបប្រេងប្រថាប់គង់នៅក្នុងសំណាក់របស់ព្រះថេរៈហើយទ្រង់ត្រិះរិះថាព្រះថេរៈនឹងអាចឬទេណដើម្បីកាត់សេចក្តីសង្ស័យរបស់អញនឹងរំងាប់អធិការដែលកើតឡើងហើយលើកស្ទួយព្រះសាសនាដូច្នេះដើម្បីសាកល្បងមើលទើបសួរថាបបិទ្ធលោកម្ចាស់បឋមសមន្តបាសាតិកាទំព័រ123ញោមចង់ឃើញបដិហារីត្រឹមតែម្យ៉ាងព្រះថេរៈសួរថាសូមថ្វាយព្រះពរមហាបពិតតើទ្រង់បំណងទាត់បដិហារីប្រភេទណាព្រះរាជាប្រាប់ថាបពិតលោកម្ចាស់ញោមចង់មើលផែនដីកំរើកព្រះថេរៈសួរថាសូមថ្វាយព្រះពរមហាបពិតតើទ្រង់បំណងទាត់ផែនដីកំរើកទាំងអស់ឬទាត់ផែនដីកំរើកត្រង់ចំណែកខ្លះព្រះរាជាប្រាប់ថាបពិតលោកម្ចាស់បណ្ដាបដិហារីពីរយ៉ាងនេះមួយណាធ្វើលំបាកជាងព្រះថេរៈប្រាប់ថាសូមថ្វាយព្រះពរបើថាសសម្រិទ្ធពេញដោយទឹកនឹងធ្វើឲ្យកំរើកទាំងអស់ឬឲ្យកំរើកត្រឹមមួយចំហៀងរបស់ណាធ្វើបានលំបាកជាងព្រះរាជាឆ្លើយថាបពិតលោកម្ចាស់ឲ្យកំរើកត្រឹមពាក់កណ្ដាលលំបាកជាងព្រះថេរៈប្រាប់ថាសូមថ្វាយព្រះពរដោយការថ្វាយព្រះពរមកហើយនោះឯង
ការធ្វើផែនដីឲ្យកម្រើកចំណៃខ្លះធ្វើបានលំបាកព្រះរាជាត្រាស់ថាបបិទ្ធលោកម្ចាស់បើដូច្នោះញោមនឹងមើលផែនដីកម្រើកត្រង់ចំណៃខ្លះព្រះថេរៈប្រាប់ថាសូមថ្វាយព្រះពរបើដូច្នោះក្នុងទី1យោជជុំវិញសូមរៀបចំរត់កង់ម្ខាងនៅក្នុងទិសបូសេះឲ្យជន់ដែនដោយជើងទាំងពីរក្នុងទិសទក្សិណបុរសចូលឈរជន់ដែនដោយជើងម្ខាងត្រង់ទិសបច្ចឹមថាសទឹកមួយចូលដាក់មួយចំណែកត្រង់កណ្ដាលទិសឧត្តរព្រះរាជាបញ្ជាឲ្យធ្វើយ៉ាងនោះហើយព្រះថេរៈចូលចតុដ្ឋិឈានដែលមានអភិញ្ញាជាបាតចេញហើយបានអធិដ្ឋានឲ្យផែនដីកម្រើកមានប្រមាណ1យោជដោយអធិដ្ឋានថាសូមឲ្យព្រះរាជាទតឃើញដូច្នេះទិសបូកង់រត់ដែលឈប់នៅខាងក្នុងដែននោះពាហិរនិទានទំព័រ124ឯងកម្រើកហើយក្រៅអំពីនេះមិនកម្រើកខាងទិសទក្សិណនិងទិសបច្ចឹមជើងរបស់សេះនិងបរោះដែលជន់ខាងក្នុងដែនប៉ុណ្ណោះកម្រើកហើយខ្លួនរបស់សេះនិងបរោះក៏កម្រើកត្រឹមមួយចំហៀងដោយប្រការយ៉ាងនេះទិសឧត្តរទឹកដែលដាក់នៅខាងក្នុងដែននៃថាសទឹកកម្រើកពាក់កណ្ដាលប៉ុណ្ណោះទីដ៏សេះមិនកម្រើកឡើយដូច្នេះព្រះរាជាទតឃើញបដិហារីនោះហើយក៏ដាក់ព្រះទ័យថាឥឡូវនេះព្រះថេរៈនឹងអាចលើកស្ទួយព្រះសាសនាបានទើបត្រាស់សួរសេចក្តីសង្ស័យរបស់ព្រះអង្គថាបបិទ្ធលោកម្ចាស់ញោមបានបញ្ជូនអាមាត្យម្នាក់ទៅដោយប្រាប់ថាអ្នកចូលទៅកាន់វិហាររងាប់អធិការនិមន្តភិក្ខុឲ្យធ្វើឧបោសថចុះដូច្នេះអាមាត្យនោះទៅកាន់វិហារហើយបានសម្លាប់ភិក្ខុឲ្យអស់ជីវិតចំនួនប៉ុណ្ណេះអង្គបាបនោះនឹងមានដល់អ្នកណាព្រះថេរៈទូលសួរថាបបិទ្ធមហារាជព្រះអង្គមានគិតថាអាមាត្យនេះចូលទៅកាន់វិហារហើយសម្លាប់ភិក្ខុទាំងឡាយចុះដែរឬទេព្រះរាជាឆ្លើយថាបបិទ្ធលោកម្ចាស់មិនមានទេព្រះថេរៈឆ្លើយថាសូមថ្វាយព្រះពរបើព្រះអង្គមិនមានការគិតបែបនេះសោតបាបមិនមានដល់ព្រះអង្គឡើយលំដាប់នោះព្រះថេរៈថ្វាយវិសាចនីឲ្យព្រះរាជាទ្រង់យល់អត្តនោះដោយព្រះសូត្រនេះថាមនាលភិក្ខុទាំងឡាយតថាគតពោលថាចេតនាហੰភិក្ខវេកម្មੰវទាមិចេតយិត្វាកម្មੰករោតេកាយេនវាចាយៈមអ្នកសាចេតនាជាតួកម្មបុគ្គលគិតហើយទើបធ្វើកម្មដោយកាយវាចាចិត្តដូច្នេះពាហិរនិទានទំព័រ125ដើម្បីសម្ដែងអត្តនោះឯងទើបព្រះថេរៈនាំកតិជាដកមួយមកជាឧទាហរណ៍ដូចតទៅនេះថាសូមថ្វាយព្រះពរមហាបពិតក្នុងអតីតកាលទទាឈ្មោះទីបកៈសាកសួរតាបោះថាសត្វទទាជាច្រើនមកព្រោះគិតថាជាតិយើងលំនៅត្រង់ទីនោះព្រានប៉ះពាល់នៅបាតិបាតកម្មព្រោះអាស្រ័យខ្ញុំចិត្តរបស់ខ្ញុំក៏រង្គៀសក្នុងរឿងនោះ
តាបោះឆ្លើយថាអ្នកមានការគិតយ៉ាងនេះឬថាសូមទទាទាំងឡាយនោះមកព្រោះសំឡេងនិងព្រោះឃើញរូបរបស់អញហើយចូលជាប់អន្ទាក់ឬចូលត្រូវសម្លាប់សត្វទទាប្រាប់ថាបបិទ្ធលោកម្ចាស់ការគិតនោះមិនមានទេលំដាប់នោះទៅតាបោះឲ្យសត្វទទានោះយល់បានថាបើអ្នកមិនមានការគិតសោតបាបក៏មិនមានពិតហើយកម្មរមែងពាល់ត្រូវបុគ្គលដែលមានចិត្តគិតប៉ុណ្ណោះមិនប្រឡាក់បុគ្គលដែលមិនមានចិត្តគិតឡើយមនាលចៅបាក់សីបើចិត្តរបស់អ្នកមិនបង្អោនទៅរកអំពើបាបទេបាបក៏មិនប្រឡាក់នៅអ្នកដ៏ចម្រើនដែលជាអ្នកមិនខ្វល់ខ្វាយឡើយព្រះថេរៈកាលវិស័យចនីឲ្យបរិជាទ្រង់យល់ក្នុងចិត្តយ៉ាងនោះហើយសម្រាប់នៅត្រង់ព្រះឧទ្យានក្នុងព្រះនគរនោះឯងអស់7ថ្ងៃហើយឲ្យបរិជារៀនយកលទ្ធិសម័យនៃព្រះសម្មាសម្ពុទ្ធក្នុងថ្ងៃទី7ព្រះរាជាទ្រង់ប្រាប់ភិក្ខុសង្ឃឲ្យប្រជុំគ្នាត្រង់អសោការាមឲ្យរាំងវាំងនន់ទុកហើយបាទអញ្ចឹងខ្ញុំបាទនឹងសូមស្លេះប៉ុណ្ណឹងហើយបើមានការលើសលួសខុសឆ្គងអំពីខ្ញុំបាទមានការអាននៅពាក្យពេចន៍ឬមួយក៏ខុសឆ្គងរំលងនៅចេញជាអ្នកស្រៈបាលីត្រង់ណាដែលពុំសមរម្យមិនពេញចិត្តក៏សូមមេត្តាជាស្រ័យដល់ខ្ញុំបាទផងបាទសូមអរគុណសូមគោរពលាចាំជួបគ្នានៅភាគបន្ត